Villa in progress តោះបងប្អូនថ្ងៃនេះខ្ញុំបានមកមើលគម្រោង Villa ដែលយើងបានសាងសង់មកដល់វគ្គជាន់ទី1បាទជាន់ទី1នេះយើងមានអាងទឹកអញ្ចឹងយើងចាក់អាងទឹកមកផ្នែកមុនបាទយើងមានបាតអាងទឹកនិងចាក់អាងទឹករួចរាល់ដោយសារការងារអាងទឹកយើងប្រើបេតុងកម្លាំងខ្លាំងបាទកម្លាំង1400ហើយយើងមានលាយ waterproof បាទអញ្ចឹងយើងចាក់មុនហើយប្លង់សេធម្មតាយើងប្រើបេតុងធម្មតាបាទអញ្ចឹងកម្លាំង30បាទស៊ីឡាំងឥឡូវនេះយើងដល់ការងារពុំនិងការងារដែកបាទអញ្ចឹងយើងមក walk around មកជុំមើលអញ្ចឹងសម្រាប់ជាន់ទី1បាទយើងបានរៀបចំប្រព័ន្ធទទួលយ៉ាងរឹងមាំបាទហើយយើងមើលអាចមើលបានតោះយើងទៅឆែកមើលផ្នែកខាងលើបន្តទៀតឥឡូវខ្ញុំពងដើរទៅហើយបាទចឹងឆែកដែកព្រោះមុននឹងចាក់បេតុងយើងត្រូវតែប្រព្រឹត្តឲ្យបានដល់ទៅតងនឹងទំហំដែកបាទគម្លាតដែកទីតាំងដែកនិងស្តុបបេតុងទីតាំងនីវ៉ូអញ្ចឹងយើងមកដល់ពេលនេះយើងមកដល់ពុំយើងហើយ95% ហើយនៅបាំងប្រឹងបន្ថែមចំហៀងឥឡូវនេះយើងឲ្យក្រុមការគាត់តឡើងដែកបាទស្តុបទី1បាទស្តុបក្រោមបាទអញ្ចឹងស្តុបក្រោមនេះយើងប្រើកម្លាំងដែក BSD បែបខៅបាទដែក10លីបាទអញ្ចឹងយើងចងជាពីរស្តុបលើបាទនិងស្តុបក្រោមឥឡូវនេះយើងដល់វគ្គស្តុបក្រោមរួចហើយបាទយើងចាប់ដើមរត់ប្រព័ន្ធដែកប្លង់សេជាន់លើបន្តទៀតហើយនឹងប្រឹងពុំយើងអាចចាក់បេតុងបានបាទក្នុងនោះគឺយើងត្រូវឆែកនីវ៉ូបេតុងបាទគ្រប់ជ្រុងជ្រោយដែរព្រោះផ្ទះវីឡាយើងត្រូវមានកលុកកលៈច្រើនបាទតទៅនឹងពេលដងក្រៅយើងទ្របចុះ5ហ៊ុនបាទហើយខាងទប់ទឹកក៏យើងទ្របចុះដែរហើយនីវ៉ូធម្មតាយើងនៅលើបាទជៀសវាងទឹកជ្រាបចេញមកខាងក្រៅធ្វើឲ្យក្រោយយកសើមបាទនេះគឺជាបច្ចេកទេសដែលយើងឲ្យគិតមុនបាទគិតមុនដើម្បីបង្ការកុំឲ្យមានបញ្ហាយ៉ាងពេលប្រើប្រាស់ហើយក៏សូមអរគុណបងចាស់តែផងដែរតែគាត់បានមកលេងហើយគាត់បានមកនៅកណ្ដូលអសាវីបាទដបទឹកយ៉ាងស្រស់ស្អាតបាទក៏សូមអរគុណបងដែរចំពោះបងចាស់តែបាទអរគុណ